សេចក្តីប្រកាសបដិសេធថ្មីនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃបានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយដែលមានខ្លឹមសារថាទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដាអ្នកនាំពាក្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះនិងសូមបំភ្លឺជូនមតិសាធារណជាតិនិងអន្តរជាតិមេត្តាជ្រាបថារូបភាពនិងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជាមិនមែនស្ថិតនៅក្នុងរបស់ដែលហៅថាបរិវេណអគារកាស៊ីណូថ្មដានោះទេតែផ្ទុយទៅវិញទីតាំងនោះគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនគោកច្រកផ្លូវ56ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ825នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបានបង្ហាញពីចេតនាទុច្ចរិតនិងស្មោកគ្រោកមិនអាចប្រកែកបានផ្ទុយពីខ្លឹមសារដែលមានចែងនៅក្នុងចំណុច8នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូត JBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានឯកភាពគ្នាថាភាគីទាំងពីរឯកភាពជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីលើសពីនេះទៀតការរឹបអូសសព្វាវុធនៅក្នុងប៉ុ